សួស្តីអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលគាត់ទិញដៃ X3 ទៅហើយអត់ទាន់ដឹងពីរបៀបភ្ជាប់នេះជាវីដេអូនៃការភ្ជាប់ដៃ X3 ជាមួយនឹង Android អញ្ចឹងរបៀប connect Bluetooth X3 ទៅកាន់ device Android យើងចុចបើកសិនមកចុច Home ជាមួយនឹងប៊ូតុងឲ្យជាប់ប្រហែលជា2 second ចុងជើងភ្លើងញាក់បែបនេះយើងរងចាំបន្តិចតមកយើងនឹងឃើញ Gamepad Plus V3 បាទយើងคลิก select លើវា Touch Allow Access Pair អូខេឥឡូវវា connect ហើយអូខេអញ្ចឹងយើងចូលទៅកាន់កម្មវិធី Acer SX2 តមកគឺចូលទៅកាន់ game មួយទីឲ្យខ្ញុំយក game បេះចុះអញ្ចឹងរបៀប set control វាងាយស្រួលទេយើងចូលទៅកាន់ setting របស់វាមកបើយើងចុច back ចេះមួយមកវាចេញ setting របស់វាយើងចុចទៅ control តមកយើងចុច control port 1អូខេបន្តមកទៀតបាទមានកន្លែង automatic mapping នេះយើងចុចទៅហ្នឹងហើយយើង select នេះ Gamepad Plus V3 ចុះវានឹង auto select ឲ្យយើងប៉ុន្តែដើម្បី make sure យើងអាច adjust ទៅលើ control ហ្នឹងដោយផ្ទាល់ខ្លួនឯងដើម្បីឲ្យច្បាស់បាទដូចខាងនេះសញ្ញាទៅលើចុចទៅលើសញ្ញាមកស្ដាំចុចមកស្ដាំចុចក្រោមចុចមកក្រោមទៅឆ្វេងចុចឆ្វេងសញ្ញាដៃកោណចុចស្វាយសញ្ញា O ចុច B X ចុច A ឈុំយើងចុច X បាទ select យើងមាន select តាមបាទយើង set តាមទាំងអស់ហ្នឹងមក L1 L2 R1 R2 L3 យើងចុចកណ្ដាលមួយ L3 គឺកណ្ដាលណាអូខេនេះតើតើនឹង stick យើងចុចតាមវាមកខាងលើខាងស្ដាំចុច home ខាងឆ្វេងនេះខាងស្ដាំឡើងលើទៅស្ដាំចុច home ទៅឆ្វេងជិះយើង set ប៉ុណ្ណឹងយើងអាចចូលលេងបានជិះចូលតេស្ត game ទាំងអស់គ្នាមកចឹងសម្រាប់ emulator Acer SX2 ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាមាន chip ចាប់ពី8 ដើមទៅយើងអាចលេងបានតែគ្រាន់ថាអត់សូវ smooth វារៀងតាក់អញ្ចឹងយើងអាចតម្លាក់ graphic វាទៀតទៅយើងអាចលេងបានប៉ុន្តែបើសិនជាតាមការ recommend របស់ខ្ញុំអ្នកដែលគាត់ចង់លេង game PS2 ចង់ smooth អាចប្រើ chip ចាប់ពី Snapdragon Gen 2 ឡើងទៅអ្នកខ្ញុំអាចទទួលបានលេងស្រួលលេងលើសិនតAgent 1ក៏លេងបាន Agent 1 នេះគ្រាន់ថាខ្ញុំតេស្តកាលពីមុនវាមានអារម្មណ៍ថាដូចលេងទៅឆាប់ឡើងតម្លៃខ្លាំងពេកសឹងថាចង់ប៉ះទូរស័ព្ទដូចចង់ភ័យសម្រាប់អ្នកនរគ្នាដែលមានតម្រូវការដៃ game អាចចូលទៅក្នុង page ដៃ game Media Shop check មើលបានយើងមានតម្លៃលើនឹងស្មើអនបាឲ្យអ្នកទាំងអស់គ្នាតបស្នើហើយតម្លៃយើងគឺលោកសំរងជូនហើយយើងក៏មានការ support ជូនដែរតើតើអ្នកទាំងអស់គ្នាអាចប្រើបានស្រួលចិត្តហើយបើសិនជាមានបញ្ហាអីខាងយើងនឹងព្យាយាមដោះស្រាយជូនអត់ទុកអតិជនចោលទេ support វីដេអូយើងមានប៉ុណ្្នឹងបាទហើយសម្រាប់អ្នកដែលគាត់មានចម្ងល់អីផ្សេងទៀតអាចឆាតចូល page Telegram ឬក៏ TikTok ផ្លូវការរបស់ដៃ Game Media Shop បានអរគុណ